បាទសូមជម្រាបសួរបងប្អូនសិក្សានុសិស្សទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមាននៅសំណួរមួយពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនបាទហើយសំណួរនោះសួរថាតើការប្រើប្រាស់គ្រឿងញៀនបង្កឲ្យមានផលវិបាកអ្វីខ្លះចំពោះខ្លួនឯងគ្រួសារនិងសង្គមជាតិបាទអញ្ចឹងការប្រើប្រាស់គ្រឿងញៀនបង្កឲ្យមានផលវិបាកចំពោះខ្លួនឯងដូចជាធ្វើឲ្យយើងនឹងខូចសុខភាពបាទខូចសុខភាពគឺមានន័យថាធ្វើឲ្យយើងដងខ្លួនរបស់យើងមានសភាពទ្រុឌទ្រោមបាក់កម្លាំងបាទកើតជំងឺកើតជំងឺហ្នឹងរួមមានជំងឺថ្លើមកាពះពោះវៀនរលាកសើមខួរបាទហើយនឹងលាក់អីចឹងទៅបាទហើយខាត់បងនៅទ្រព្យសម្បត្តិខាត់បងពេលវេលាបាត់បង់ការងារបាត់បង់ទំនុកចិត្តល្អពីគ្រួសារនិងបាត់បង់នូវកិត្តិយសបាទអញ្ចឹងកាលណាយើងប្រើប្រាស់គ្រឿងញៀនវាធ្វើឲ្យមានផលប៉ះពាល់ទៅដល់យើងធ្វើឲ្យយើងខូចសុខភាពកើតជំងឺបាត់បង់ទ្រព្យសម្បត្តិខាតពេលវេលាបាត់បង់ការងារបាត់បង់ទំនុកចិត្តពីគ្រួសារនិងអ្នកជំនាញខ្លួនបាត់បង់នូវកិត្តិយសបាទហើយចំពោះគ្រួសារគឺបាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារបាត់បង់ប្រាក់កាក់ខាត់ពេលវេលាបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារបាត់បង់នៅសេចក្តីថ្លៃថ្នូរកិត្តិយសគ្រួសារធ្វើឲ្យគ្រួសារមានការបារម្ភអញ្ចឹងកាលណាដែលយើងនៅក្នុងគ្រួសាររបស់យើងមានអ្នកដែលប្រើប្រាស់នៅគ្រឿងញៀនអញ្ចឹងយើងដូចជាយើងនឹងគឺបាត់បង់នៅធនធានម្នាក់នៅក្នុងក្រុមគ្រួសាររបស់យើងបាទបាត់បង់ប្រាក់កាក់កាលណាតែនៅក្នុងគ្រួសាររបស់យើងប្រើប្រាស់នៅគ្រឿងញៀនធ្វើឲ្យបាត់បង់នៅប្រាក់កាក់ខាត់ពេលវេលាអញ្ចឹងក៏អត់បានជួយកិច្ចការងារទៅដល់ក្រុមគ្រួសារទេបាទបង្កឲ្យមានហិង្សាក្នុងគ្រួសារអញ្ចឹងកាលណាតែគាត់សេពនៅគ្រឿងញៀនអញ្ចឹងគាត់មករស់រឿងក្នុងក្រុមគ្រួសារបង្កភាពចលាចលនៅក្នុងក្រុមគ្រួសារបាទអញ្ចឹងបាត់ធ្វើឲ្យយើងហ្នឹងបាត់បង់នៅសេចក្តីធ្នូបានថាកិត្តិយសគ្រួសាររបស់យើងកាលណាតែយើងមានអ្នកប្រើប្រាស់គ្រឿងញៀនគឺបាត់បង់បាទអ្នកចិត្តខាងតែនិយាយពីមាត់មួយទៅមាត់មួយអញ្ចឹងទៅបាទធ្វើឲ្យគ្រួសារមានការបារម្ភអញ្ចឹងនៅក្នុងគ្រួសារមួយកាលណាដែលមានការប្រើប្រាស់គ្រឿងញៀនទាំងក្រុមគ្រួសារនោះតែងតែមានការព្រួយបារម្ភបាទព្រួយបារម្ភខ្លាចគាត់បាត់បង់នៃជីវិតខ្លាចគាត់ទៅលួចទៅឆក់ប្លន់អីចឹងទៅបាទគាត់ប្រើប្រាស់នៅគ្រឿងញៀនបាទហ្នឹងចំពោះគ្រួសារចំពោះសង្គមជាតិគឺបាត់បង់ធនធានមនុស្សបាទបាត់បង់នៅសេចក្តីថ្លៃថ្នូរកើតមានភាពអនាធិបតេយ្យអសន្តិសុខសង្គមបាទអញ្ចឹងកើតមានអាណាធិបតេយ្យអសន្តិសុខសង្គមហ្នឹងវាកើតទៅជាមានចោរកម្មចោរប្លន់និងអក្រិតកម្មផ្សេងបាទហើយសង្គមគ្មានការរីកចម្រើនអញ្ចឹងកាលណានៅក្នុងសង្គមរបស់យើងមួយពោពេញទៅដោយអ្នកប្រើប្រាស់នៅគ្រឿងញៀនគឺប្រទេសជាតិរបស់យើងអត់រីកចម្រើនទេសម្បូរក្មេងអនាថាក្មេងពីលដែលយើងហៅថាក្មេងទំនើងបាទយើងក្មេងទំនើងកាលណាតែគាត់ប្រើប្រាស់នៅគ្រឿងញៀនគឺគាត់នឹងធ្វើជាក្មេងទំនើងទៅកាប់ទៅចាក់អីយ៉ាងទៅបាទបងប្អូនមានការជួញដូរផ្លូវភេទជួញដូរមនុស្សអំពើរំលោភផ្លូវភេទជាដើមអញ្ចឹងកាលណាប្រើប្រាស់នៅគ្រឿងញៀនច្រើនអញ្ចឹងវាធ្វើឲ្យមានការជួញដូរផ្លូវភេទជួញដូរមនុស្សបាទអំពើរំលោភសេពសន្តិវៈជាដើមអញ្ចឹងទៅបាទអញ្ចឹងសរុបសេចក្តីមកការប្រើប្រាស់គ្រឿងញៀនផ្ដល់នូវផលវិបាកដូចជាបាទអញ្ចឹងចំពោះខ្លួនឯងគឺធ្វើឲ្យយើងខូចសុខភាពកើតជំងឺខាតបង់ទ្រព្យសម្បត្តិបាត់បង់ការងារខាត់បង់ពេលវេលាបាត់បង់ទំនុកចិត្តល្អពីគ្រួសារហើយនឹងបាត់បង់កិត្តិយសផ្ទាល់ខ្លួនបាទចំពោះគ្រួសារគឺបាត់បង់ធនធានមនុស្ស
នៅក្នុងគ្រួសារបាត់បង់ប្រកាសខាត់ពេលវេលាបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារបាត់បង់សេចក្តីថ្លៃថ្នូរកិត្តិយសគ្រួសារធ្វើឲ្យគ្រួសារមានក្តីបារម្ភចំពោះសង្គមជាតិគឺបាត់បង់ធនធានមនុស្សបាត់បង់នៅសេចក្តីថ្លៃថ្នូរកើតមានភាពអនាធិបតេយ្យអសន្តិសុខសង្គមបាទសង្គមគ្មានការរីកចម្រើនសម្បូរគ្មានអនាថាគ្មានពៀលធ្វើឲ្យមានការជួញដូរផ្លូវភេទជួញដូរមនុស្សអំពើរំលោភផ្លូវភេទជាដើមអ្នកហៅថារំលោភសិទ្ធិសន្តិវៈជាដើមបាទអញ្ចឹងសម្រាប់សំណួរមួយនេះបាទបើសិនជាមានការខ្វះចន្លោះត្រង់ណាបាទសូមពុកម៉ែបងប្អូននិងបងប្អូនសិក្សានុសិស្សបំពេញចន្លោះបន្ថែមទៀតបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទ